Hello everybody welcome to Easy English Club សួស្តីអូនសិស្សានុសិស្សនិងអ្នកសិក្សាទាំងអស់សូមស្វាគមន៍មកកាន់ក្លឹបសិក្សាភាសាអង់គ្លេសងាយៗ We study about family members យើងសិក្សាអំពីសមាជិកនៃគ្រួសារ Family tree មេឃធាងនៃគ្រួសារអូខេយើងមើលមានតាមលំដាប់ណាពីកុងម៉ាកុងយាយរហូតទៅដល់ខ្ញុំនៅខាងក្រោមដល់ me yes now take a look and repeat after me អានេះសូមកលេចមើលហើយអានតាម teacher ទាំងអស់គ្នា grandpa grandpa លោកតា grandma grandma លោកយាយ dad dad ប៉ា mom mom ម៉ាក់ brother brother បងឬប្អូនប្រុស me me ខ្ញុំ sister sister បងឬប្អូនស្រីអូខេ teacher សូមបញ្យល់ម្ដងទៀតអញ្ចឹងពីមុន teacher សរសេរថា grandfather grandfather ក៏ប្រែដូចគ្នាដែរណាប្រែថាជីតាឬក៏កុងតាមការនិយមហៅរបស់គ្រួសារនីមួយៗអូខេខាងនេះ grandma អញ្ចឹង grandma ពីមុន teacher សរសេរថា grandmother ដូចគ្នានៃដូចគ្នាណា grandma និង grandmother ហ្នឹងគឺយើងថាជីដូនលោកយាយឬក៏ម៉ាអញ្ចឹងទៅអូខេ dad ដែលនៅក្នុងមេរៀនយើងមុនយើងហៅថា father អញ្ចឹង father ហ្នឹងប៉ាឪពុកអីចឹងទៅណែតាមការហៅរបស់គ្រួសារនីមួយណាអូខេខាងនេះ mom ពីមុនយើងសរសេរថា mother ដូចគ្នាដែរណាម៉ាក់ឬម៉ែអញ្ចឹងទៅអូខេ brother អញ្ចឹង brother អាចជាបងឬក៏ជាប្អូនមិនប្រកបទេណាបងប្រុសក៏ត្រូវណាប្អូនប្រុសក៏ប្រើ brother នេះដែរអូខេ me ខ្ញុំខ្លួនខ្ញុំ me អូខេ sister បងឬប្អូនស្រីដូចគ្នាដែរណាអាចជាបងអាចជាប្អូនស្រីអូខេ now take a look question and answer សូមកលេចមើលសំណួរនិងចម្លើយតាមលេខរៀងនីមួយតួអង្គនីមួយអូខេ please ចឹងសំណួរផ្ដើមដោយ who នេះមានន័យថានរណា WHO who ប្រែថានរណាចឹងយើងសួរថា who is he តើគាត់គឺជានរណាតើគាត់ជានរណាអូខេចម្លើយទីសរសេរបានពីរបៀបទី1 he is my grandpa ឬក៏ទីសរសេរថា he's my grandpa ចឹងបកប្រែថាគាត់ជាលោកតារបស់ខ្ញុំគាត់ជាលោកតារបស់ខ្ញុំអញ្ចឹងខាងលើសរសេរទម្រង់លាត he is ពេញតួតែម្ដងខាងក្រោមនេះយើងសរសេរទម្រង់កាត់ហៅថា contraction ឬក៏ហៅថា short form ទម្រង់ខ្លីណាទម្រង់ខ្លីទម្រង់កាត់អញ្ចឹងយើងលុប I ចោលជំនួសដោយ apostrophe នេះគឺជាសញ្ញាក្បៀសខាងលើណា apostrophe សញ្ញាក្បៀសនៅខាងលើណាអញ្ចឹងយើងអានថា he's my grandpa គាត់ជាលោកតារបស់ខ្ញុំអញ្ចឹងការនិយមគេប្រើទម្រង់ខាងក្រោមច្រើនជាងហៅទម្រង់ខ្លីច្រើនជាងណាអូខេសម្រាប់ number 2 who she ចឹងយល់ហើយអំពីការសរសេរកាត់នេះ who is នេះត្រូវបានជំនួសដោយ apostrophe s who is នេះណាជំនួសដោយ apostrophe s លុប I ចោលនៅសល់ s ឯង whose យើងអានថា whose she អញ្ចឹងប្រែថាតើគាត់ជានរណា who's she answer
she is my grandma she is my grandma នេះ number 2 ណាគាត់ជាលោកយាយរបស់ខ្ញុំ okay yes continue to new whiteboard เราសូមបន្តទៅក្តារខៀនថ្មីមួយទៀតណា yeah yes តាមលេខរៀងនៅក្នុងមេឃជាងគ្រួសារ family tree នៅក្នុងក្តារខៀនមុនណាយើងសួរសំណួរដល់អ្នកទី3ណាតាមរូបភាពណាអ្នកទី3អញ្ចឹងសួរថា who's he តើគាត់ជានរណាតើគាត់ជានរណា he's my dad គាត់ជាលោកប៉ារបស់ខ្ញុំចឹង number 4 picture 4 who's she តើគាត់ជានរណាយើងមិនអាចថានាងបានទេយើងបកប្រែថាគាត់ដោយសារតែគាត់មានវ័យចំណាស់ហើយម៉ាក់របស់ខ្ញុំណាអញ្ចឹងដោយសារយើងដឹងថា C នេះយើងប្រែបានពីរអាចប្រែថានាងឬក៏គាត់អញ្ចឹងយើងប្រែទៅតាមកលៈទេសៈណាតាមស្ថានភាពជាក់ស្ដែងបើជាមិត្តភ័ក្តិបើជាប្អូនទេអានោះយើងហៅនាងបានអញ្ចឹងតាមវ័យណាគាត់ចាស់ណាអញ្ចឹងយើងហៅថាគាត់ណាដូច he ដែរយើងប្រើថាគាត់ណាអូខេ who's she តើគាត់គឺជានរណា she's my mom គាត់ជាម៉ាក់របស់ខ្ញុំអូខេ number 5មក number 5នេះណា alright អញ្ចឹងតាមរយៈរូបភាពកន្លែង family tree នៅខាងស្ដាំដៃគឺជាបងប្រុសអញ្ចឹងចាំមើល teacher ដាក់យ៉ាងម៉េចเนาะអូខេតោះ who's he តើគាត់ជានរណាអញ្ចឹងចម្លើយ answer he's my older brother គាត់គឺជាបងប្រុសរបស់ខ្ញុំអត់មានប្អូនទៀតទេនៅពេលនេះយើងប្រើបងតែម្ដងដោយសារអីយើងប្រើពាក្យ older នោះយើងប្រែមកថាចាស់ជាងមិនយ៉ាងហ៎បងប្អូនប្រុសដែលចាស់ជាងខ្ញុំអញ្ចឹងយើងហៅថាបងប្រុសមកទៅណា he's my older brother គាត់គឺជាបងប្រុសរបស់ខ្ញុំ yes អូខេឥឡូវ me តួអង្គខ្ញុំយើងអត់និយាយទេយើងចូលដល់ number 6តួអង្គខាងប្អូនស្រីវិញម្ដងអញ្ចឹងគេសួរថា who's she តើនាងគឺជានរណាទីជឿអាចនិយាយថានាងបានហើយបើសម្រាប់ទីជឿផ្ទាល់ដោយសារតែគាត់នៅខាងឆ្វេងដៃហើយទីជឿដាក់តួអង្គហ្នឹងដឹងថាគាត់ហ្នឹងគឺជាប្អូនអញ្ចឹងគាត់ជឿប្រែថានាងណាសម្រាប់អ្នកទាំងអស់គ្នាមិនអាចថាបានទេបើមិនទាន់ដឹងថាគាត់ត្រូវជាបងឬក៏ជាប្អូនណាយើងហៅថាគាត់ទៅមកទៅណា who's she តើនាងជានរណា she is my younger sister នាងគឺជាប្អូនស្រីរបស់ខ្ញុំណាអញ្ចឹងយើងប្រែថានាងបានដោយសារប្អូនស្រី younger ប្រែថាក្មេងជាងអញ្ចឹងក្មេងជាងយើងសរុបមកថាប្អូនហ្មងទៅណា younger sister ប្អូនស្រី yes អូខេនៅខាងនេះយើងមាន4ពាក្យដែលត្រូវសិក្សាណាជាទូទៅណា brother យើងប្រែថាបងឬប្អូនប្រុស brother បងឬប្អូនប្រុសដល់ពេលយើងចាត់ថ្នាក់តែម្ដងបងប្រុសគឺ older brother បងប្រុសប្អូនប្រុស younger brother yes ហើយបើយើងចង់និយាយថាប្អូនពៅគេបង្អស់ណាយើងហៅ youngest ក្មេងជាងគេអត់មានពីណាក្មេងជាងនឹងទៀតទេណាយើងក្មេងជាងគេនេះហៅពៅគេមកទៅណា youngest brother ប្អូនប្រុសពៅណាប្អូនពៅឬប្អូនប្រុសពៅអញ្ចឹងបងប្អូនស្រីក៏ដូចគ្នាដែរយើងធ្វើតាមលំនាំដូចគ្នាដែរនៅពាក្យមួយទៀតគឺបងប្រុសច្បង បងប្រុសបងគេអញ្ចឹងបងប្រុសបងគេភាសាអង់គ្លេសថាម៉េចអូខេ
អញ្ចឹងអាចសរសេរជា comment នៅខាងក្រោមណាអាចជួយ comment ដើម្បីបញ្ចេញមតិយោបល់ណាបងប្រុសច្បងតើអង់គ្លេសគេសរសេរយ៉ាងម៉េច Yeah thank you